ម្រាបសួរលោកគ្រូនាងខ្ញុំតំណាងក្រុមទី8នឹងធ្វើការបង្ហាញនិងពន្យល់អំពី GCC ហើយចំណុចដែលខ្ញុំត្រូវពន្យល់ GCC មានដូចជា background member version and mission achievement in the last 5 years and current challenge ចំពោះ background វិញ GCC ត្រូវបានគេស្គាល់ជាផ្លូវការថាជាក្រុមប្រឹក្សាសហប្រតិបត្តិការសម្រាប់រដ្ឋអារ៉ាប់នៃឈូងសមុទ្រគឺជាសម្ព័ន្ធនយោបាយនិងសេដ្ឋកិច្ចមួយដែលត្រូវបានគេបង្កើតឡើងនៅថ្ងៃទី25 ខែឧសភាឆ្នាំ1981នៅទីក្រុងអាបូដាប៊ីប្រទេសអារ៉ាប់រួមវាត្រូវបានគេបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងភាពងាយស្រួលក្នុងការរងគ្រោះខាងភូមិសាស្ត្រនយោបាយក្នុងតំបន់នៃសម័យកាលនោះជាពិសេសបរិវត្តអ៊ីរ៉ង់និងសង្គ្រាមអ៊ីរ៉ង់អ៊ីរ៉ាក់ដែលបង្រួមប្រទេសដែលមានរចនាសម្ព័ន្ធវប្បធម៌ភូមិសាស្ត្រនិងនយោបាយរួមគ្នាចំណុចទី2គឺ member GCC ត្រូវបានគេដឹងថាមានសមាជិកចំនួន6ប្រទេសដែលស្ថិតនៅក្នុងតំបន់ឧបទ្វីបអារ៉ាប់ដែលមានដូចជា Saudi Arabia United Arab Emirates Qatar Kuwait Oman និង Bahrain ចំណុចទី3គឺចក្ខុវិស័យនិងបេសកកម្មចក្ខុវិស័យរបស់ GCC ត្រូវបានគេដឹងថាបង្កើតនៅក្នុងប្លុកតំបន់មួយដែលមានសមារណកម្មខ្ពស់និងរឹងមាំដោយរក្សាបាននូវតុល្យភាពរវាងអត្តសញ្ញាណវប្បធម៌គុណតម្លៃនៅក្នុងតំបន់ជាមួយនឹងសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោកនិងការអភិវឌ្ឍទំនើបបេសកកម្មវិញជំរុញការសម្រុះសម្រួលសមារណកម្មនិងការផ្សារភ្ជាប់រវាងសហរដ្ឋអាមេរិកនិងរដ្ឋសមាជិកទាំងអស់លើគ្រប់វិស័យការបទបញ្ញត្តិស្រដៀងគ្នានៅក្នុងវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុពាណិជ្ជកម្មនិងគយព្រមទាំងបង្កើតកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រឧស្សាហកម្មនិងការពារជាតិដើម្បីធានាបាននូវស្ថិរភាពនិងភាពរីកចម្រើនក្នុងតំបន់ចំណែកឯចំណុចទី4វិញគឺ achievement in the last 5 years economic diversification and mega projects តំបន់នេះបានឃើញថាការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រឆ្ពោះទៅរកវិស័យមិនមែនមានតែប្រេងនោះឡើយគម្រោងធំៗជាច្រើនត្រូវបានអនុម័តហើយដឹកនាំដោយអារ៉ាប៊ីសាអូឌីតនិងអូម៉ង់ដែលគ្របដណ្ដប់លើថាមពលដែលកកើតឡើងវិញហេដ្ឋារចនាសម្ព័ន្ធខ្នាតធំនិងការដាក់បញ្ចូលបច្ចេកវិទ្យាប្រណិត Global Trade Alliances ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ GCC បានពង្រីកការទូតពាណិជ្ជកម្មរបស់ខ្លួនដោយជោគជ័យអារ៉ាប់រួមបានធ្វើឲ្យសហកម្មនៅកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលហៅថា CEPA ជាង12ជាមួយនឹងកំណែពាណិជ្ជកម្ម2ខ្ទង់ខណៈដែលប្លុកទូលំទូលាយនេះបានជំរុញការចរចាពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិនជប៉ុនចក្រភពអង់គ្លេសនិងអាស៊ាន Digital Transformation AI Strategy តំបន់នេះបានរួមបញ្ចូលដំណោះស្រាយរដ្ឋាភិបាល Digital បានយ៉ាងឆាប់រហ័សនិងបង្កើតក្របខ័ណ្ឌដើម្បីប្រែក្លាយមហិច្ឆតាដ៏ធំសម្បើមនៃ AI ទៅជាកំណើនសេដ្ឋកិច្ចដែលអាចអនុវត្តបាន Social Media and Gender Reform មានការបោះជំហានយ៉ាងធំធេងក្នុងការបង្កើតការចូលរួមកម្លាំងពលកម្មរបស់ស្ត្រីនិងការអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធដើម្បីការពារដល់ស្ត្រីក្នុងការរើសអើងនៅកន្លែងការងារចំណុចចុងក្រោយនោះគឺ current challenge geopolitical turmoil ចំនួនក្នុងតំបន់និងភាពតានតឹងផ្នែកនយោបាយថ្មីនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការព្យាករណ៍កំណើនសេដ្ឋកិច្ចភាពមិនប្រាកដប្រជានៅជុំវិញផ្លូវនាវាចរសំខាន់ៗដូចជាច្រកសមុទ្រហួរមុខបង្កដល់ការគំរាមកំហែងផ្ទាល់ដែលជាភស្តុតាងនិងហេដ្ឋារចនាសម្ព័ន្ធ macroeconomic pressure ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់និងកត្តាចំនួនផ្ទាល់បានបង្ខំឲ្យស្ថាប័នសេដ្ឋកិច្ចនានាកែប្រែសម្រួលការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចចុះក្រោមដែលនេះបង្ហាញពីតម្រូវការចាំបាច់នៅក្នុងការត្រៀមលក្ខណៈនិងពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុ The transition beyond oil ទោះបីជាការធ្វើពាណិជ្ជកម្មសេដ្ឋកិច្ចកំពុងតែដំណើរការទៅមុខយ៉ាងខ្លាំងក្លាយ៉ាងណាក៏ដោយក៏ប៉ុន្តែការគ្រប់គ្រងការផ្លាស់ប្ដូរកម្លាំងពលកម្មទៅជាសេដ្ឋកិច្ចបច្ចេកវិទ្យាជំនាញខ្ពស់ស្របពេលដែលដំណើរការនៅក្នុងការបដិបត្តិទីផ្សារប្រេងជាសកលដែលមិនអាចទាយទុកមុនបាននៅតែជាកិច្ចការដ៏ស្មុគស្មាញមួយ
ការបញ្យល់ GCC របស់ក្រុមរបស់ខ្ញុំបានឈានទៅដល់ទីបញ្ចប់សូមអរគុណលោកគ្រូអ្នកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់ដែលបានយកចិត្តទុកដាក់ស្ដាប់